នឹងអត់បានទៅផ្សារទេបើក្នុងធុងតកទៅក៏សល់សាច់គោបន្តិចហើយនឹងប្រូកូលីបន្តិចហើយស្លឹកខ្ទឹមក៏មានស្រាប់នៅក្នុងធុងតកគិតចោះគិតឡើងបងអូនមានអីមានតែឆាតែប៉ុណ្្នឹងទៅបងប្អូនគឺរួចមួយពេលហើយព្រោះថាលឹងអត់បានដើរទៅផ្សារហើយមុខម្ហូបនឹងធ្វើពេលហ្នឹងក៏ចាប់ដល់ពេលយប់ដែរបងប្អូនមិនដែលគាត់មិនធ្វើពេលថ្ងៃម្ដងណាទេព្រោះដោយសាររវល់មើលកូនតូចបងប្អូនតើឥឡូវមកមើលវិធីធ្វើបងខ្ញុំទាំងអស់គ្នាងាយបងប្អូនជីដំបូងចាក់ប្រេងឆាឲ្យកលែងឲ្យយើងក្តៅតិចទៅចាខ្ញុំចាក់ខ្ទឹមចូលខ្ទឹមយើងគេច្រាមណាយើងឆាឲ្យវាយើងឡើងជើងកន្លាបតិចទៅក៏បានដែរបងប្អូនតែប៉ុណ្្នឹងទៅយើងឈ្ងុយចាំយើងចាក់សាគូយើងចូលហើយសាគូនេះគឺសេះសល់បានតែប៉ុណ្្នឹងឯងបងប្អូនហើយព្រោះថាអត់បានទៅផ្សារទៅអីបានប៉ុណ្ណាក៏ធ្វើប៉ុណ្្នឹងហ៎បងប្អូនគិតថាចង់ស្លបន្តិចអីបន្តិចមានអីគិតចោះគិតឡើងក៏ឆាតែម្ដងទៅឆាសាគូយើងឲ្យយើងឡើងសពទៅកុំឲ្យវាឆ្អិនពេកហើយចាំយើងទៅផ្សំគ្រឿងមានស្ករអំបិលប៊ីចេងទឹកត្រីនិងម្សៅស៊ុបពេញខ្ចង់យើងនឹងឯងបងប្អូនមកបន្តិចទៅគឺរួចរាល់ហើយអាហារពេលល្ងាចរបស់ខ្ញុំហ្នឹងដោយសារតែចូលចិត្តធ្វើអាណាលឿនព្រោះថាមានកូនតូចកូនខ្ញុំគឺឡំប៉ាស្ទើរតែរាល់ពេលបងប្អូនហើយព្រោះតាំងពីចាក់វ៉ាក់សាំងមកបាន2 3ថ្ងៃហើយបងប្អូនគឺគាត់នឹងធ្វើទុកខ្លាំងមែនតើមានអីបងប្អូនអាហារដែលទ្រទ្រង់សុខភាពសម្រាប់ស្ត្រីដែលសម្រាប់កូនហើយដូចខ្ញុំគឺមានតេតតែប៉ុណ្្នឹងឯងក៏សូវបានធ្វើម្ហូបអីដូចមុននេះបងប្អូនហើយណាមួយដោយសារតែមិនសូវជាយើងលេងទូរស័ព្ទច្រើនខ្លាចស្បាំងភ្នែកទេបងប្អូនដល់លើកុំឲ្យរ៉ែរ៉ាប់ច្រើនមកមើលវិធីធ្វើម្ហូបរបស់ខ្ញុំទាំងអស់គ្នាសាគូបានឆ្អិនប៉ុណ្្នឹងហើយចាំយើងចាក់ប្រូកូលីនឹងចូលទៅហើយយើងឆាតែ2 3ត្រឡប់ទៅមើលទៅរៀងគោកដែរបងប្អូនចឹងហើយខ្ញុំក៏បន្ថែមនៅទឹកដោះគោបន្តិចផងដែរហើយសម្រាប់ទឹកដោះគោដែលខ្ញុំប្រើគឺសូត្រច្រល់យើងនឹងឯងបងប្អូនទឹកដោះគោនេះគឺត្រូវរកសុខភាពមកអាចយកមកធ្វើម្ហូបបានទៀតផងទឹកដោះគោនេះគឺមិនប្រកាន់វ័យមិនប្រកាន់ភេទទេវ័យប៉ុណ្ណាក៏អាចញ៉ាំបានដែរណាហើយបើសិនជាពណ៌ផ្កាឈូកហ្នឹងគឺសម្រាប់អ្នកដែលមិនចង់ឡើងគីឡូហើយសម្រាប់ពណ៌ខៀវវិញគឺសម្រាប់ដែលមនុស្សចាស់ដែលគាត់ខ្សោយចង្កេះមានការពុះឆ្អឹងពុះអីគឺញ៉ាំទៅត្រូវខ្លាំងតែម្ដងហើយលើមុខម្ហូបរបស់យើងនៅពេលដែលខ្ញុំភ្លក់ទៅគឺមកល្មមឆ្ងាញ់តែម្ដងណាបងប្អូនហើយជាចុងក្រោយនេះគឺខ្ញុំនឹងរោយស្លឹកខ្ទឹមដើម្បីឲ្យមានក្លិនឈ្ងុយនិងបន្ថែមរសជាតិកាន់តែខ្លាំងផងដែរហើយសម្រាប់រសជាតិវិញបងប្អូនអាចថែមថយគ្រឿងទៅតាមការចូលចិត្តរបស់បងប្អូនណាហើយចំពោះបងប្អូនដែលមិនទាន់បាន Subscribe នឹង YouTube Channel របស់ខ្ញុំហ្នឹងណាហើយកុំភ្លេច Subscribe YouTube Channel និង Follow Page ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនហើយលើមុខម្ហូបរបស់យើងក៏រួចរាល់ហើយដែរលើកុំភ្លេចមកភ្លក់ទាំងអស់គ្នាបងប្អូនមើលទៅតំណងអត់ហើយសម្រាប់រសជាតិវិញគឺឆ្ងាញ់តែម្ដងបងប្អូនកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាបងប្អូនមុខម្ហូបមួយមុខនេះក៏អរគុណដល់អ្នកជិតខាងដែរតែងតែជួយទិញម្ហូបឲ្យខ្ញុំព្រោះដោយសារខ្ញុំមករយៈនេះគឺខ្ញុំអត់សូវបានដើរផ្សារអញ្ចឹងហើយទៅបើសិនជាអ្នកជិតខាងម្នាក់នឹងគាត់បានឃើញវីដេអូនេះដែរផ្ញើជូនដល់គាត់ផងអញ្ចឹងហើយអរគុណធំដែលបានដើរផ្សារជួយទិញម្ហូបឲ្យនាងខ្ញុំអញ្ចឹងអរគុណជំរាបលាសំណាងល្អបងប្អូនគ្នា